បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះជួបជាមួយខ្ញុំបាទ admin ដំណមាត់ចាស់បុរាណបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទ admin ដំណមាត់ចាស់បុរាណបានមានសាច់រឿងដែលអ៊ំស្រីម្នាក់គឺគាត់រស់នៅខេត្តបាត់ដំបងគាត់បានយកមកចែកចម្លែកឲ្យបងប្អូនទាំងអស់គ្នាបានសម្ដាប់ជាការកម្សាន្តបាទអញ្ចឹងគឺសាច់រឿងនេះគឺមានចំណងជើងថាខ្មោចកាក់លោកតាជិះកង់បាទអញ្ចឹងសាច់រឿងចូលទៅដូចតទៅអញ្ចឹងបងប្អូនរីកស្ដាប់កំសាន្តទាំងអស់គ្នាបាទបើមានការខុសឆ្គងអីក៏សូមអធិស្ឋានទុកជាមុនផងដែរបាទអញ្ចឹងគឺសាច់រឿងរបស់យើងហ្នឹងកើតឡើងគឺជំនាន់ឆ្នាំ2001 2002បងប្អូនបាទក្នុងឆ្នាំ2001 2002ហើយជំនាន់នោះគឺមិនដូចឥឡូវទេគឺជំនាន់នោះគឺដឹងស្រាប់ហើយគឺមិនសូវមានម៉ូតូមានឡានអីទេមានតែកង់ទេបងប្អូនមានតែកង់អីទៅម៉ូតូមានតិចចឹងណាមិនសូវមានទេហើយកង់ហើយបើភ្លើង7អីក៏មិនសូវសម្បូរដូចឥឡូវដែរបងប្អូនបើថា7អីមានតែ7ដែលដាក់ថ្មដាក់អីហ្នឹងភ្លើងកែវហ្នឹងភ្លឺក៏មិនភ្លឺខ្លាំងហើយភ្លឺអ៊ីវមិនដូចជំនាន់ឥឡូវបាញ់ឆ្វាចដល់ណាដល់ណីទេបងប្អូនការជំនាន់នេះយើងវាអត់មានរបស់ទំនើបប្រើទេជំនាន់ហ្នឹងបងប្អូនដឹងស្រាប់ហើយទៅលេងផ្ទះបងប្អូនអីចឹងពឹងឲ្យថាយើងទៅលេងចំណាយពេលមួយថ្ងៃជាការទៅហូបបាយល្ងាចអីបានយើងត្រឡប់មកវិញអីចឹងណាអញ្ចឹងមាន7នឹង1ទៅសម្រាប់ធ្វើដំណើរមកវិញអីជិះកង់អីយប់ប្រលប់ឬយើងមករៀងដល់រៀងយប់អីយើងបាន7ថ្ងៃឈួលអញ្ចឹងបងប្អូនហើយមិនសូវហ៊ានបើកច្រើនដល់យូរដែរ7អញ្ចឹងណាអញ្ចឹងឥឡូវយើងចូលទៅសាច់រឿងរបស់យើងបាទអញ្ចឹងសាច់រឿងរបស់យើងគឺកាលពីឆ្នាំ2001 2002នោះបងប្អូនបាទគឺមាននារីដ៏ស្រស់ស្អាតម្នាក់ហ្នឹងគឺគាត់ខូចចិត្តជាវិបត្តិស្នេហាគឺគេធ្វើបាបចិត្តគាត់អញ្ចឹងណាបងប្អូនអញ្ចឹងទៅធ្វើឲ្យគាត់គិតខ្លីគាត់សម្រេចចិត្តទៅភូមិមួយហើយដែលជាទីលានដែលដាច់ស្រយាលមួយដែរបងប្អូនហើយគាត់បានធ្វើអត្តឃាតសម្រាប់ខ្លួនឯងដោយការចងកបាទហើយការចងកនោះគឺព័ត៌មានហ្នឹងក៏មិនសូវទៅល្បីអីហ្មងដែរមិនសូវផ្សព្វផ្សាយអីកាលហ្នឹងគឺជំនាន់ហ្នឹងមិនដូចឥឡូវមាន Facebook មានអីដើម្បីផ្សព្វផ្សាយអីទេបងប្អូនហើយការជំនាន់ហ្នឹងគឺមិនដូចឥឡូវទេហើយអ្នកនៅចិត្តនោះបានគេដឹងពីហេតុការណ៍នោះហើយនិយាយទៅខ្មោចហ្នឹងក៏លងដែរលងសាហាវដែរអញ្ចឹងណាបងប្អូនប៉ុន្តែគាត់ថាវាលងតែសាហាវជាងគេមានតែលោកតាដែលជិះកង់ហ្នឹងទេអញ្ចឹងណាដែលចិត្តនោះអ្នកចាប់កែបចាប់អីយើងបាញ់សัตว์បាញ់អីហ្នឹងលងតិចតួចទេអញ្ចឹងណាមិនទៅលងអីឲ្យឃើញច្បាស់ហ្មងនេះតែតាជិះកង់គឺគាត់ឃើញច្បាស់តែម្ដងអញ្ចឹងចូលសាច់រឿងរបស់យើងគឺចាប់ដើមពីការជំនាន់នោះខែភ្លៀងខែអីចឹងគឺយើងមកដើរចាំកែបចាប់អីអញ្ចឹងបងប្អូនបាទហើយនារីដែលចងកសម្រាប់ខ្លួនហ្នឹងគឺចងកបានមួយអាទិត្យបានអីហើយនិយាយទៅពេលដែលចងភ្លាមហ្នឹងនៅក្នុងនៅភូមិហ្នឹងដែលដាច់ស្រយាលដែលផ្លូវលំដែលផ្លូវស្រែដែលស្ងាត់ហ្នឹងគឺគាត់ដែលដើរតាមហ្នឹងគឺយប់ឡើងងាយមានណាហ៊ានដើរទៅទេបងប្អូនបាទតែធ្លាប់ចេញដើរបាញ់កដោបាញ់អីចាប់កែបបាញ់សัตว์អីហ្នឹងគឺអត់សូវហ៊ានទេលុះត្រាតែបងប្អូននៅភូមិម្ខាងទៀតបានគាត់អត់ដឹងសាច់រឿងអីចឹងបានគាត់ដើរមករកបាញ់រកអីដល់ហ្នឹងចឹងទៅប៉ុន្តែមានបងប្រុសម្នាក់ដែលគាត់រស់នៅភូមិហ្នឹងហើយជីវភាពរបស់គាត់ហ្នឹងគឺលំបាកបងប្អូនគឺអាចនិយាយបានថាគាត់លំបាកហើយគាត់មានកូនមានអីដែលជាបន្ទុករបស់គាត់ច្រើនអញ្ចឹងបងប្អូនអញ្ចឹងទៅក៏សម្រាប់ចិត្តទោះបីជាខ្លាចខ្មោចខ្លាចអីក៏គាត់ត្រូវតែចេញទៅរកកែបរកអីដែរព្រោះដើម្បីកូនដើម្បីខ្លួនឯងដើម្បីជំអែត
ក្រពះរបស់គាត់អញ្ចឹងណាបងប្អូនហើយប្រពន្ធគាត់ក៏បានធ្វើអីដូររស់ស៊ីអីដែរការជំនាន់ហ្នឹងមានធ្វើស្រែធ្វើអីហ្នឹងបងប្អូនបាទហើយតែដីស្រែតិចតួចធ្វើខាច់មុខខាច់ក្រោយយើងពិបាកបងប្អូនអញ្ចឹងបងប្អូនដែលធ្លាប់រស់នៅស្រុកស្រែដឹងហើយថាជីវភាពអ្នកស្រុកស្រែអ្នកខ្លះក៏គាត់ធូរធាររៀងគួរសមទៅក៏គាត់ស្រួលទៅហើយបងប្អូនខ្លះដែរគាត់នៅស្រុកស្រែហើយពិបាកគឺពិបាកមែនទែនរកតើប្រហុកមួយចានចំហុយឲ្យកូនហូបពេលខ្លះសឹងតែមិនចង់បានដូចខ្ញុំបាន admin ក៏ធ្លាប់ឆ្លងកាត់ដែរបងប្អូនអញ្ចឹងណាហើយដោយសារតែកត្តាជីវភាពហ្នឹងក៏ធ្វើឲ្យគាត់ត្រូវបង្ខំចិត្តទៅរកែបរកសัตว์អីចឹងណាបងប្អូនអញ្ចឹងវានិយាយមកទៅគឺការជំនាន់ហ្នឹងគឺឡងអាភ្លាមហ្នឹងគឺគាត់ក៏មិនហ៊ានទៅដែរអញ្ចឹងឡងបានរយៈពេលប្រហែលជាខ្ទង់5ថ្ងៃទៅមួយអាទិត្យអីហ្នឹងឯងថាមួយអាទិត្យចុះឲ្យយូរតិចណាមួយអាទិត្យហើយក៏មានភ្លៀងមួយមេការជំនាន់ហ្នឹងភ្លៀងមួយមេអញ្ចឹងភ្លៀងគឺគេដើរចាប់អង្កែបចាប់អីហ្នឹងប៉ុន្តែជាទូទៅសបោមនុស្សដើរចាប់អង្កែបច្រើនណាជាទូទៅការជំនាន់ហ្នឹងប៉ុន្តែដល់ពេលដែលមានបញ្ហានារីដែលចងកនឹងហើយគឺអត់សូវមានបងប្អូនចេញទៅរកអង្កែបឆ្វេងឆ្វាយដូចមុនទេអញ្ចឹងណាហើយជំនាន់នោះបើបានគ្នាច្រើនឈួលពិលឆ្វេងឆ្វាយទៅមិនសូវខ្លាចទេបងប្អូនបែរគ្នាអញ្ចឹងណាតែអ្នកភូមិហ្នឹងគេអ្នកខ្លះក៏គេជីវភាពគេល្មមសំរុំគេមិនទៅអញ្ចឹងទៅគេមិនទៅរកមិនទៅអីអញ្ចឹងទៅតែមានតែបងប្រុសម្នាក់ហ្នឹងគឺគាត់ជីវភាពគាត់អត់គាត់ចេញទៅរកទៅថ្ងៃហ្នឹងក៏គាត់ចេញទៅរកប្រាប់ប្រពន្ធប្រាប់អីអញ្ចឹងទៅឲ្យមើលកូនមើលអីអញ្ចឹងគាត់ចេញទៅអញ្ចឹងគាត់ចេញដើរចាប់អង្កែបហ្នឹងចាប់ធម្មតាទេបងប្អូនដើរចាប់ធម្មតាចេញពីផ្ទះទៅចាប់បានចាប់អីធម្មតាអញ្ចឹងទៅវាមិនសូវទៅសបោអីហ្មងព្រោះកាលហ្នឹងចាប់និយាយទៅចាប់បានធម្មតាចាប់មួយទៅមួយដើរចាប់និយាយទៅអត់មានបញ្ហាអីទេចាប់ទៅរហូតចាប់ទៅរហូតចាប់រហូតដើរទៅដល់កន្លែងមិននិយាយទៅគាត់អត់បានចាប់អារម្មណ៍ចាប់ផ្លឹកដែរការជំនាន់ហ្នឹងពួកយើងជក់ចាប់រៀងបានដែរអញ្ចឹងណាវាមួយយើងដេញទៅតាមកែបហើយហើយកែបហ្នឹងកែបបើគាត់និយាយទៅគាត់កែបពិតហើយអត់មានថាខ្មោចនិមិត្តឲ្យឃើញច្រើននេះទេអញ្ចឹងណាប៉ុន្តែដល់ពេលដែលចិត្តដល់អាដើមនៅកន្លែងចងកហ្នឹងហើយកន្លែងចងកហ្នឹងខ្សែអីក៏គេអត់តាន់ប្រម៉ែប្រមូលទៅអស់ដែរកាលហ្នឹងនិយាយទៅក៏ជំនាន់ហ្នឹងខ្ញុំអត់ដឹងថាមិនដែរបានបើដូចជាទូទៅឥឡូវគេកាប់មេឈើកាប់អីចោលគេមិនទៅទុកនៅហ្នឹងព្រោះទុកនៅហ្នឹងអ្នកណាក៏មិនទៅហ៊ានដើរអញ្ចឹងណាហើយបន្ទាប់មកគាត់ដើរជិតដល់អាដើមឈើដែលខ្មោចនឹងចងកហ្នឹងហើយជាស្រ័យផងខ្ញុំអត់បានសួរថាដើមអីទេនេះអត់បានប្រភេទច្រើននៅនឹងសបោដើមព្រីងសបោដើមព្រីងនៅនឹងសបោមែនទែនហើយជាដើមព្រីងហ្នឹងឯងបងប្អូនជាស្រ័យផងណាបើសិនជាខុសឆ្គងឡើយណាក៏ប្រកាន់អញ្ចឹងគាត់ចាប់ចិត្តដល់ដើមព្រីងហ្នឹងយើងនិយាយដើមព្រីងណាដើមឈើដែលខ្មោចចងកហ្នឹងចាប់ផ្ដើមគាត់ឃើញកែបមួយធំមុនដំបូងមើលទៅអីអានេះរៀងធំវាមិនធំហ្មងណាមើលទៅវារៀងធំឡើងលឿងកែបហ្នឹងឡើងលឿងកែបស្រែបងប្អូនហើយដល់ពេលគាត់ឃើញគាត់ចាំងពិលឲ្យចំគាត់ដើរទៅចិត្តកែបហ្នឹងរីកធំទៅលើតិចរីកធំតិចដើរមកឈានទៀតរីកធំតិចទៀតក្នុងចិត្តអដែរហើយអត់បានគិតបានអីទេដល់ឈានទៀតរីកធំទៀតចាប់ផ្ដើមដូចមានអារម្មណ៍គាត់រៀងសង្ស័យដែរអញ្ចឹងណាប៉ុន្តែគាត់ថាបើដើរទៅចិត្តវាធំហ្នឹងឯងដល់ពេលស្គប់ជិបហើយនៅនឹងឲ្យវាអត់ធំអីតែ
ស្ទុះឡើងគាត់ហក់កទ្រុបពុបវាលោតទៅមុខវារៀងធំទៅគាត់ចាប់ផ្ដើមដឹងបណ្ដោយគាត់ថាមិនដឹងទេឆ្ងល់ដល់ពេលហក់វាហក់ម្ដងទៀតលេងធំបណ្ដោយកែបនោះឡើងធំតបបាត់ហ្មងបាត់ឈឹងហ្មងធំហើយលោតទៅបាត់ឈឹងហ្មងដឹងគាត់ហក់ទៅចំកន្លែងណាហើយគាត់បានចាក់អារម្មណ៍ថាកន្លែងហ្នឹងគឺដើមទេគាត់ដេញតាមអញ្ចឹងមកអត់ដឹងដល់ពេលងើយដល់ពេលក៏ទ្រុបអត់បានហើយងើបវានៅក្រោមអាដើមហ្នឹងឯងអាដើមព្រីងហ្នឹងឯងជាប់មកកន្លែងដែលចងហ្នឹងឯងបងប្អូនហើយបងប្អូនដឹងស្រាប់ហើយមកចងកនៅក្រោមដើមហ្នឹងមិនដឹងថាមានឈាមមានអីទឹកអីអញ្ចឹងណាអាហ្នឹងវាគាត់លោតទៅមិនដឹងថាចំទៅនឹងឬក៏អត់ហើយទៅពេលលោតឲ្យមើលទៅលើទៅមានអីបងប្អូនអាដើមហ្នឹងឯងហើយខ្សែអីមិនតន់កាត់ទៅណាកាត់អស់ណានៅហ្នឹងឯងចឹងមានណាបោះការុងចោលខ្ញុំឆ្ងល់ដែរគាត់យកការុងចាប់មួយថ្ងៃហើយបោះការុងនឹងចោលកាន់តពិលរត់បាត់ជើងសព្រាតឯងរកតែផ្លូវព្រះអាយុហ្នឹងឯងរត់ដាច់ជើងចោលបងប្រុសហ្នឹងហើយរហូតទៅដល់ផ្ទះដល់អីទៅក៏ប្រាប់រឿងហេតុប្រពន្ធភ័យញ័រញាក់ដែរហ្នឹងតែគាត់ថាមិនបានឃើញស្រស់អញ្ចឹងបងប្អូនឃើញស្រស់ដូចលោកតាជិះកង់ឯងហើយស្អែកឡើងក៏ប្រពន្ធនៃប្រាប់ថាបើឯងកុំបាក់ទឹកចិត្តកុំភ័យកុំអីចឹងណាដូចថាកុំបាក់កុំចាញ់ច្រាបអីចឹងណាកុំចាញ់ច្រាបកុំចាញ់អីចឹងទៅហើយបន្ទាប់មកស្អែកឡើងទៅវត្តទៅអីចឹងទៅឲ្យលោកសូត្រមន្តស្រោចទឹកឲ្យចងខ្សែសីមាចងអីចឹងទៅហើយតាំងពីនឹងមកបងនឹងគាត់ភ័យបើទៅអត់គ្នាអត់ទៅទៅបណ្ដោយហើយសាច់រឿងបងប្រុសហ្នឹងគឺលងបែបនិមិត្តជាសត្វកង្កែបហ្នឹងហើយទៅចំពីក្រោមដើមហ្នឹងទៀតបើយើងសម័យថាខ្លួនឯងវិញដឹងថាលេចនោមលេចអីមិនទេស្មាត់ទោសព្រោះដោយសារតែកតាជីវភាពបានគាត់ទៅអញ្ចឹងណាបងប្រុសហ្នឹងក៏គាត់លេងទៅចាប់ទៅភ្លៀងអីចង់ភ្លៀងមិនក៏គាត់លេងទៅដែរឈប់ទៅចាប់ឈប់ទៅអីឡងបានប្រហែលជាមួយអាទិត្យទៀតអានឹងអត់មានមេឃភ្លៀងអីទេនឹងក្រុមខាងបែកខាងជើងបច្ចៈភូមិគេហៅភូមិត្រប់ខាភូមិអីចឹងណាគាត់បាញ់សัตว์បាញ់កដោបាញ់អីចឹងទៅមានគ្នាគាត់នឹង3-4 នាក់ចឹងបងប្អូន3-4 នាក់ដើរបាញ់ជិះកង់មកដែរហើយមាន7មានភ្លើងអីចឹងទៅកាលជំនាន់ហ្នឹងជពីមហើយទៅពេលមកដល់ចំណុចបដុំកន្លែងចងកហ្នឹងគឺគេគាត់អត់ដឹងដូចគ្នាអត់ដឹងថាកន្លែងហ្នឹងគេចងទេព្រោះព័ត៌មានក៏វាមិនទៅសបផ្សាយដើម្បីទៅភូមិហ្នឹងក៏វារៀងឆ្ងាយគួរសមពីកន្លែងហ្នឹងដែរបើភូមិថ្ងៃនេះចិត្តជាងដល់ពេលដើរបាញ់សัตว์បាញ់អត់បានទេថ្ងៃហ្នឹងបាញ់អត់បានសោះបាញ់ពីនឹងមករហូតចាដើរមករ៉ែបាន1-2ទេសូវបានច្រើនដូចរដងអញ្ចឹងតាមដើមឈើមានច្រើនមានអីប៉ុន្តែគាត់ដើររហូតដើរគ្នាគាត់ហ្នឹងដើរមកដល់កន្លែងដើមដែលដើមព្រីងខ្មោចចងកហ្នឹងដើរមកដល់កន្លែងហ្នឹងស្រាប់តែចាប់ផ្ដើមឃើញហ្មងឃើញសัตว์មិនឃើញអីឃើញពស់ឃើញកដោមកដើមឈើហ្នឹងគាត់ថាឃើញអញគ្រប់បាត់ហើយគ្នាគាត់និយាយគ្រប់ហើយយើងបានហើយនេះតែមកដើមនេះបានហើយយើងនេះហៅនិយាយហៅថា
mà đào nó miên tăng pi pua miên tăng pi sạt miên tăng pi có đào đào pe chẳng tới cái cho nó còn pruin cái đào ấy nó phim sơ tới sờ bồ tới ấy banh cho lấy việc chán pra ta crop lôn như chẳng tại bà pruin cái đào nó mà nơi cào mấy cái banh kia ấy vì sưu rồi và từ lớn cái banh cho pìm để đào pe ấy cọt màu đó hai khnia màu trùng khnia máu cọt bọt trùng vinh đào bằng từ mà nè mà chỉ hiền cho ta nó vì miền độc trường từ đọc về ấy một đứa bốn chập đam banh cái đào chập đam banh cái đào này còn banh mùi phách đây cho nó tròn đây này banh phách thẹn có bụng thẹn có bụng hay khơi thẹn hơi nó cóng tôi về ấy có tờ rô ăn miền bắt khơi tờ mây chờ lại nói rô khơi tờ mây chờ khơi tờ mây chờ hàng ngọt tới đằng lại màu mình xay về rột bạt để đằng khi này show mơ đấy khơi rột tận thì vậy nè bánh mới tiết đấy chứ đó là rô mấy khơi nhà rột khơi nha xay về rột ấy bánh nhà lờ tiền bánh cái đào tiền bánh tiết tới tiết lại tiết còn đỏ pe hay khi có tờ rô tiết rô tay không cái này ăn mình cái này món này rô tiết ăn khơi tiết khơi ta mày chờ là hột mày chờ ngọt thế lại mà vậy hay rốt tiết bắt ra ắt khơi nha xay rốt tiết ra cái đó thì bánh còn ngọt nha đập về ấy có đạm mà crop tiết bánh mà crop tiết lẹ tiết tờ rô tiết ắt khơi tiết cho bạn làm sòng sấy đây còn gì ấy tê sòng sấy khơi lẽ tờ rô mới có ắt khơi nhà đấy sắp làm sòng sấy ở bên dây hiền dây ấy gọi chặt vào đám chụp bánh cái đó này ắt ngọt mà đã pu mà đòn mà bánh pu mà đòn ok cho nó đang cái pu prey pu ấy rồi bố tại là chả bánh những pu ấy đấy bánh pu prey ấy nhưng mật ở khơi đã móc phách máu lẹ nơi là cô cái này để màu tròn co nắng lẹ là lập lẹ bập máu khi này có đà từ mờ đấy châu mơ ngon khi nhiều đời châu mơ ngon khi đang pu thằng mày chặt lẹ mà lẹ cầu nằng mày bên khơi pu thằng này tặng buồn nè lắm khơi nhạc sai tròn cò này miền toàn cắt chênh nè miền toàn là cắt chênh bán đằng rốt ngọt kia này một bát trường sò priệt này hay tầng buồn nè nó mùi trong cồn này nó để đi lốn người ta lôn mình ao khơi như rục riêng mình té còn lộn bây giờ cái tập hiệp cái đài chụp hay chụp ngặt hay cho tôi chạy lại hiện ông còn cái đào bánh sắt cái nhiều bánh bún nè mấy mà tay bà đặt chụp cái lại chân cái đài chụp khơi mệt rồi sốt quang mà tè thằng ai bông bộ này mà ta hừng này ấy bọt bộ năng lên hiên tập bánh hai năng này ta môn tập bánh rất là sợp xua cái sân đậm bòn này đậm bòn luôn để mấy thằng màu cái chứ sao hiền tới thì tới để tới có nia tràn chừng đừng ngày dân nữa nè hiền tới đó ngày thì đây còn còn nó có chọc phần năng đây đường đã sầm khăn bao giờ nó cứ đường lục tà này tại lồn ra hà lục tà chỉ còn này chấn là về
ឥឡូវនេះយើងចូលសាច់រឿងលោកតាជីកង់ហ្នឹងទៅសាច់រឿងហ្នឹងគឺរឿងនឹងឯងគឺថ្ងៃមួយហ្នឹងគឺជាថ្ងៃដែលគាត់ទៅលេងផ្ទះមិត្តភក្តិគាត់អញ្ចឹងណាមិត្តភក្តិអញ្ចឹងគាត់សារៈមួយថ្ងៃគាត់ខ្ជិលធ្វើចការទៅអីគាត់ទៅលេងភូមិមួយថ្ងៃអញ្ចឹងទៅភូមិវាលហៅភូមិវាលភូមិព្រៃកូនសេកព្រៃអីអញ្ចឹងណាបងប្អូននៅខាងបាត់ដំបងអញ្ចឹងណាដល់ពេលហើយគាត់មកលេងតែមិត្តភក្តិគាត់ហ្នឹងមកទៅមកលេងដល់ព្រឹកពីព្រឹករហូតដល់ល្ងាចអីចឹងទៅក៏មិត្តភក្តិអីគាត់ហៅភក្តិគាត់ចាស់ណាក៏ខត់ឲ្យនៅហូបបាយល្ងាចហើយចាំត្រឡប់ទៅវិញអីចឹងបងប្អូនចាំត្រឡប់ទៅផ្ទះវិញព្រោះល្ងាចទៅវាត្រជាក់អីចឹងណាអីបើជិះទៅក៏មិនយូរប៉ុន្មានដែរអញ្ចឹងណាហើយតាគាត់មកគាត់មិនបានជិះផ្លូវហ្នឹងទេកាលមកហ្នឹងគាត់ជិះផ្លូវធំណាផ្លូវជាតិណាអញ្ចឹងណាដល់ពេលយប់ទៅវិញក៏គាត់ថាខ្ជិលជិះផ្លូវហ្នឹងវាឆ្ងាយពេលយើងជិះផ្លូវនេះវារៀងស្ងាត់តិចប៉ុន្តែវាលឿនដល់ពេលអញ្ចឹងទៅក៏ខ្ទង់ប្រហែលជាម៉ោង6ហាមើលហ្នឹងម៉ោង6គាត់ចេញពីផ្ទះមិត្តភក្តិរបស់គាត់នឹងទៅក៏ភាសាបាយភាសាអីហើយអញ្ចឹងណាម៉ោង6ការជំនាន់នោះបើនិយាយមកទៅការជំនាន់នោះគាត់គិតថាបើយើងជិះពីនឹងទៅនោះវា1ម៉ោងអីហ្នឹងឯង1ម៉ោងកន្លះអីប៉ុន្តែគាត់ជិះមកគាត់ចេញមកនោះគាត់ជិះមកគាត់ជិះលេងក៏មិនគាត់ភ្លេចតែគាត់ជិះលេងលំហែអញ្ចឹងណាឈប់ភាសាបរិយឈប់អីអញ្ចឹងទៅរហត់គាត់ឈប់ភាសាបរិយឈប់អីភាសាទឹកភាសាអីអញ្ចឹងណាបន្ទាប់មកដល់ពេលជិះទៅរហូតដល់ម៉ោងខ្ទង់ម៉ោង7កន្លះហ្នឹងបានដល់កន្លែងដែរគាត់ជ្រុលម៉ោង7កន្លះហ្នឹងដល់កន្លែងដែរនារីចកហ្នឹងឯងហើយជាទូទៅផ្លូវហ្នឹងគឺវាស្ងាត់ណាស់มันមានម៉ូតូមានឡានអីទេដូចជំនាន់ឥឡូវទេហើយបើមានវិញមានតែកង់ឯងហើយជំនាន់នោះវាកង់ពិបាករកជិះបងប្អូនហើយដូចអ៊ំប្រុសấyពិលគាត់អាពិលជំនាន់អាពិលថ្មមិនអាពិលថ្មរៀងពាក់ក្បាលហ្នឹងប៉ុន្តែគាត់ថាយើងមានថ្មសកួរដែរប៉ុន្តែគាត់ថាយើងចេះតែខ្លាចវាមិនដូចឥឡូវវាមានដាក់ថ្មបានច្រើនកាន់បានយូរអីអានោះវាភ្លឺអេវដែរហ្នឹងដាក់ថ្មសកួរវាភ្លឺបានតិចក៏មិនសូវទៅពេលមិនសូវហ៊ានបើកនេះដែរនឹងក៏សេវដែរថ្មវាការជំនាន់ហ្នឹងលុយថ្លៃដែរអញ្ចឹងបិទបើកទៅកន្លែងណាស្គាល់វាស្គាល់ផ្លូវគាត់បិទចឹងទៅបើកតិចចឹងទៅដល់ពេលហើយជិះដល់កន្លែងនារីហ្នឹងហើយចាប់ផ្ដើមជិះដល់កន្លែងហ្នឹងចិត្តដល់កន្លែងហ្នឹងកង់គាត់ចាប់ផ្ដើមលឺសលេងចែកខ្ញុំធ្វើឲ្យស្ដាប់សលេងប៉ាក់អាវាប៉ាក់មកគាត់អាវាសលេងដូចអាសលេងម៉ូតូបែកបដាងអញ្ចឹងកង់បែកបដាងម៉ូតូបែកបដាងអញ្ចឹងណារបៀបអញ្ចឹងគាត់ក៏ឆ្ងល់ថាដូចលឺអីប្លែកអញ្ចឹងណាដល់ពេលហើយគាត់ឈប់កង់មើលអត់មានអីទេអត់មានលឺអីទេដល់ពេលហើយជិះមកទៀតផ្ដើមលឺទៀតប៉ាក់ចឹងទៅគាត់ងាកមើលអាកង់គាត់នឹងមើលអត់ឃើញអីទេអត់មានឃើញវាកាត់តែអីអត់ទេព្រោះឈប់មើលហ្នឹងវាអត់មានឃើញលឺទេគៀកមើលហើយគាត់វាចូលកម្មមានឈើអីវាចូលអីចឹងវាអត់មានទេពេលជិះហើយជិះទៀតជិះ
nghĩa thế ạ ở miền lư ở miền khơi ấy tiết đó về nghĩa mà đong tiết nghĩa mơ mà đong tiết thấy nghĩa một vĩnh chập đàm khơi nhà đi nè này đàm khơi nhà đi nè lăng trồ nó chom trồ cho hiền á trồ chom bị mục nó chỉ hiền trồ ấy trồ bị cạn quá đó đò về hãy giờ tá ở ngò là đấy bà là miền rỉ mà trồ nơi nâng chứ mà trồ ấy là cái đài chụp bát triệt chẳng ấy sạch thế nè bật khai cái chạp cái ấy chẳng nè ấn về khơi sạch này đỏ về ấy có chi tới tiền ấy chi mong một hô là khơi đỏ về chật đỏ nó có cái thể tỉ mũi lại cái cạn cái thơ cái chập cái tròn vài dầu còn vài dầu ấy đó chả cực đó nó còn hiền tròn hiền chọc ấy đây gồm nó có còn chọc thì còn tròn chọc đấy tới có một những cả ta vật cả tới cô ta có khơi có còn lật đai thì nó có chọc từ có chọc và có xu thả miền ca ấy gì mì nướng miền ca ấy mì nướng xu trắng chả bỏ rá còn chơi chẳng anh đọc về thấy hỏi trả lại cha lô pu nhông sông tới đai ban ở lô pu hay mình đi ngay mau pina dục triệt đấy mà trồ nâng dục lục chế mình này anh sấy ở khai chứ mà trồ nâng mình này anh hay hỏi trả lại vậy cha lô pu nhông mau pi phùng hàng thực bông pu nhông miền Pành Hà đây nhông mày chứ vậy trắng á nè miền Pành Hà đây nhông hay nhông đa từ phùng trơn hay từ pe đa đo nâng tới nhông hot bay là pu nhông trong sông pu tự đại pu phải thấy ta chụp làm có cực này nè anh đặt á anh đặt nghĩa đài chẳng tới con ấy thì chẳng chăm từ mùi pu của bạn đây pu từ phơi nâng đài thì có pu từ mình này anh đài ọt kia đài thì chẳng chăm là bị còi pu màu ấy thì chăm pu chuồn từ hay thế nào phùng trơn nó ngày ót đo ná đo phùng chơi phùng cái thống rồi coi một phùng thế về hay sai cha là pu nhung nơi là một phùng tê là pu nơi một ấy để chi mình du mà thế pu đo lấy pu về ấy coi cho đam lan con này chân lan con mà chẳng pu chuồn tới buộc phơi là mũi kia thì chẳng đọc về chẳng tới làng còn có hạt mọi người cha ở cô nơi là pu ấy chẳng tới có làng còn màu ở cô này hái ấy có làng còn màu tam lời nó chỉ mà thòm mà đà chỉ mà hô chẳng tới thòm mà đà đò pe chi hiu riêng chập đàm mà tận chỉ hiu ở lấy chỉ đo cái lấy chập đàm tận cột bằng thẹ về riêng tấn nữa riêng tấn nghĩa thực đó có thầm đà này nếu nó ngọt toàn lộn thì thầm đà chân từ này phải tọt máu chi tiết này cột nghĩa nó có cái lệ thế còn mình hiểu được nghĩa vụt với thế nghĩa tới khơi nơi thầm đá chẳng có chi mà tiết riêng tăng tới còn gì mình ngày ta riêng tăng chờ ngay mình ơi riêng dịch thì chơi được bài thảm ấy tê lục pu nhá nè đọc bài hái nghĩa tới cài bằng tiết riêng tăng chờ nghĩa tới cài bằng tiết trong một nước ta vậy hàm riêng tăng chơi à riêng tăng chớn nghĩa từ cài bằng tiết lên chập đầm khi mình thẹn từ cào
ធ្លាក់នៅក្រោយឡងឆ្ងាយធ្លាក់ជុយចាប់ផ្ដើមភ្ញាក់ព្រឺតហើយមីនាងមិនធ្លាក់ពីលើកង់មិនអត់ហៅពូចឹងហើយអត់ហៅពូចឹងហើយបើឆ្ងល់ដែរមីនាងធ្លាក់ហើយមិនបានកង់ជីមកតឹងពូមិញខ្ញុំធ្លាក់កឡុកខ្ញុំធ្លាក់ខ្ញុំចុះពូទៅពេលហើយចឹងឡើងមកវិញមកក៏ចាប់ផ្ដើមឲ្យឡើងមកវិញងាកនៅឆ្ងាយឯងដល់គឺងាកម្ដងទៀតមកចិត្តដល់កង់គាត់ចាប់ផ្ដើមសង្ស័យហើយក៏ឲ្យឡើងកង់ធម្មតាគាត់làសង្ស័យណាមកងាកម្ដងទៀតមកក៏ដើរមកធម្មតាឡើងកង់ធម្មតាតែមិនដំបងឃើញរៀងឆ្ងាយដែរវាមកចិត្តដល់វាលឿនណាដល់ពេលហើយជិះទៅទៀតក៏ជិះទៅមុខទៀតចាប់ផ្ដើមតឹងខ្លាំងហ្មងតឹងដូចដឹកដុំថ្មរាប់តោនហ្នឹងតឹងខ្លាំងក៏គាត់ចាប់ផ្ដើមសម្រេចចិត្តងាកម្ដងទៀតងាកក្រោយពុបជួបបដ ாய் នេះងាកក្រោយជួបគឺបងប្អូនលងគឺភ្នែកបែបនេះភ្នែកលៀនលេះលួយមុខលេះលួយដៃជើងហើយនិយាយទៅលៀនដាតលៀនអីហ្នឹងភ្នែកលៀនហ្នឹងបងប្អូនគិតទេខ្មោចនឹងតាគាត់ភ័យដែរភ័យក៏ប្រឹងសុតកងសុតអត់ទៅធាក់មិនក៏អត់ទៅដែរធ្ងន់មែនតើអត់ទៅតែដឹងថាតាសម្រាប់ចិត្តមិនអីបងប្អូនដឹងហ្នឹងគឺគាត់តាំងចិត្តហ្មងគាត់តាំងចិត្តក៏មានសូធមមានអីប៉ុន្តែនឹកគុណឪពុកម្ដាយធម៌ប្រសងអញ្ចឹងទៅតាំងចិត្តឲ្យមាំគាត់ឈប់កង់វឹបប្រឹងខ្លួនឲ្យរឹងមកកលាំងគាត់គាត់វត្តកែងប្រហើយហើយខ្ញុំមិនដឹងមិនដែរហ្នឹងបានខ្ញុំមិនដឹងថាមិនបានអញ្ចឹងណាវត្តកែងមកកែងនោះពឹងធ្លាក់ខ្មោចធ្លាក់ពីកង់សូអូយស្រែកអូយមកចេះស្រែកអូយដែរខ្ញុំមិនដឹងមិនព្រោះនឹងសំដីលោកតាគាត់និយាយស្រែកវត្តមកកែងប៉ាំងអូយតបមកធ្លាក់ក្បុកធ្លាក់ក្ពាកមកមានណាបានតាធាក់កង់ទៅមុខហើយនិយាយពីថាធាក់ទៅមុខហើយសុតយកអាពេលហ្នឹងកម្លាំងមិនដឹងមកពីណាទេតាថាមិនដឹងកម្លាំងមកពីណាទេសុតយកហើយខ្មោចហ្នឹងក៏វាមិនតាមអីទៀតដែរវាលងហើយវាមិនតាមអីទៀតទេធ្លាក់អូយហ្នឹងហើយក៏ស្ងាត់ទៅហើយតាមកដល់ផ្ទះដល់សបែងគាត់ទៅហើយតាំងពីនឹងមកតាផ្លូវហ្នឹងគឺតាគាត់ចាស់មែនតែគាត់ខ្លាចគាត់ឈប់ជីគាត់មិនជីទេគាត់ឈប់ជីគាត់ចិត្តជាផ្លូវឆ្ងាយគាត់ហើយតាគាត់ឈឺដែរហ្នឹងកាលហ្នឹងជំនាន់ហ្នឹងចូលលងស្រស់ពេកឈឺរុះសក់អីដែរប៉ុន្តែគាត់ថាអត់ដល់ស្លាប់អីទេគាត់នៅឈឺរុះសក់ឡើងប្រហែលថ្ងៃស្រោចទឹកស្រោចអី6 7វត្តឲ្យបាត់អញ្ចឹងណាឲ្យបាច់ចាញ់ឲ្យបាត់ភ័យអញ្ចឹងណាបងប្អូនកឹងការជំនាន់ហ្នឹងគឺលងតាលងសាហាវអញ្ចឹងឯងបងអ្នកផ្សេងលងគាត់និមិត្តអីផ្សេងអញ្ចឹងទេហើយរងថ្ងៃហ្នឹងគឺផ្លូវហ្នឹងគេធ្វើរៀងធំហើយប៉ុន្តែនៅតែស្ងាត់អញ្ចឹងអត់មានអ្នកជិះម៉ានទេអត់សូវមានអ្នកជិះទេហើយមិនដឹងថាយើងសាបលៀបឬក៏នៅលងបន្តទៀតយើងមិនដឹងច្បាស់ទេព្រោះយូរឆ្នាំហើយបើជិះវាចាប់ជាតិចាប់កំណើតអស់ហើយមកទៅហើយបើលងទៀតហ្នឹងក៏កំតន់មានអ្នកណាឮនិយាយទៅភាគច្រើនមិនសូវហ៊ានគេមិនសូវហ៊ានជិះដែរបើជិះមកជិះគ្នាច្រើនជិះអីតាមផ្លូវហ្នឹងហើយស្មារតីតជិះឡានជិះអូតូអីក៏ជិះតាមហ្នឹងឯងមកកង់អីដូចជំនាន់មុនមិនសូវមានទេឡើយក៏ជិះតែម៉ូតូជិះឡានហើយផ្លូវវាស្រួលជាងមុនអញ្ចឹងទៅជិះលឿនអញ្ចឹងទៅហ្នឹងហើយបងប្អូនអញ្ចឹងសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងឯងគឺយើងគិតថាចប់ប៉ុណ្្នឹងហើយក៏សូមខន្តីអធិស្ឋានបើសិនជាមានកំហុសខុសឆ្គងការនិយាយទៅវាមានការខុសឆ្គងកន្លែងណាក៏សូមបងប្អូនកុំប្រកាន់បាទអធិស្ឋានផងព្រោះយើងការស្ដាប់នេះយើងគ្រាន់ជាការស្ដាប់កំសាន្តទេបងប្អូនបាទបែបរន្ធត់ចឹងណាយើងចែករំលែកពីមាត់ចាស់បុរាណគាត់យកមកចែករំលែកឲ្យយើងចឹងណាបងប្អូន
បាទអញ្ចឹងចុងក្រោយក៏សូមជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាបាទពី channel របស់ដំណរមាត់ចាស់បុរាណបាទនេះជាសាច់រឿងទី1ផងដែរដែលខាងដំណរមាត់ចាស់បុរាណយើងយកមកនិយាយហើយបើសិនជាពាក្យពេចន៍ទាំងអស់មានការខុសឆ្គងកន្លែងណាក៏សូមអធិស្ឋានដដែលបាទហើយជួបគ្នានៅសាច់រឿងថ្មីទៀតបងប្អូនបាទកុំភ្លេចជួយចុច Subscribe Channel ផងដែរបាទដើម្បីឲ្យខាងក្រុមការងារពួកខ្ញុំបាទមានកម្លាំងចិត្តដើម្បីធ្វើវីដេអូថ្មីចែកជូនបងប្អូនសម្រាប់បន្តទៀតបាទពួកសាច់រឿងយើងបានពីចាស់ច្រើនវាមានច្រើនអញ្ចឹងយើងយកមកនិយាយពេលខ្លះទៅវារឿងខ្លីៗអី admin មិនបានយកមកសម្រាយនិយាយជូនអញ្ចឹងទៅបាទអរគុណច្រើនបាទជួបគ្នានៅសាច់រឿងក្រោយកុំភ្លេចចុច Subscribe បាទម្នាក់មួយផងដែរបាទអរគុណច្រើនជម្រាបលាបាទ